វីដេអូនេះពីយ៉នហបរៀបរាប់ពីការលេចយ៉ាងខ្លាំងនៃនាវីចម្បាំងអាល្លឺម៉ង់ Scharnhorst ក្នុងអំឡុងពេលសមរភូមិ North Cape នៅថ្ងៃបុណ្យណូអែលឆ្នាំ1943ការប៉ះទង្គិចគ្នាដំបូងការហោះហើរដោយងឹតងល់នៅយប់បុណ្យណូអែលឆ្នាំ1943នាវា Scharnhorst ដែលបញ្ជាដោយឧត្តមនាវីឯក Erich Bey បានព្យាយាមស្ទាក់ចាប់ក្បួននាវាដឹកទំនិញអង់គ្លេសមួយគ្រឿងដែលធ្វើដំណើរទៅកាន់សហភាពសូវៀតការបាត់បង់រ៉ាដានាវាចម្បាំងអង់គ្លេសបានវាយឆ្មក់នាវាហើយការវាយប្រហារដោយគ្រាប់ប្លង់ដំបូងបានបំផ្លាញរ៉ាដារបស់នាវា Scharnhorst ដែលធ្វើឲ្យក្រុមនាវិកបើកទូកដោយងឹតងល់ឆ្លងកាត់ព្យុះព្រិលពេបញ្ជាឲ្យដកថយទៅកាន់កំពង់ផែដោយជឿថាគាត់អាចរត់គេចពីការដេញតាមរបស់អង់គ្លេសអន្ទាក់របស់អង់គ្លេសកម្លាំងសំខាន់ឧត្តមនាវីឯកស៊ឺប្រូ Fraser នៅលើនាវាចម្បាំង Hems Duke of York រងចាំក្នុងទីងឹតដើម្បីស្ទាក់ចាប់នាវាអាល្លឺម៉ង់ដែលកំពុងដកថយការវាយឆ្មក់ដោយប្រើរ៉ាដាដើម្បីតាមប្រមាញ់សត្វព្រៃនាវា Duke of York បានចូលទៅជិតក្នុងចម្ងាយ11,000 យ៉ាតមុនពេលបំភ្លឺនាវា Scharnhorst ដោយគ្រាប់ផ្លងផ្កាយនិងបើកការបាញ់ប្រហារដោយកាំភ្លើងធំទំហំ14អ៊ីងការខូចខាតធ្ងន់ធ្ងរគ្រាប់ផ្លងដែលបាញ់នៅដើមដំបូងនៃការផ្លាស់ប្ដូរបានធ្វើឲ្យប៉មខាងមុខរបស់នាវា Scharnhorst Anton ក៏ដួលរលំនិងបង្ខំឲ្យរថក្រោះទី2 Bruno ហូរចូលដើម្បីការពារការផ្ទុះបង់ការឈរជើងចុងក្រោយការដេញតាមនាវា Scharnhorst អាចដកថយបានមួយរយៈខ្លីហើយការបាញ់ប្រហាររបស់អាល្លឺម៉ង់ថែមទាំងធ្វើឲ្យរ៉ាដារបស់នាវា Duke of York ដួលរលំទៀតផងទោះជាយ៉ាងណាក៏ដោយអនុសេនីយ៍ឯក Harold Bates បានឡើងលើដងក្ដោងយ៉ាងក្លាហានក្នុងព្យុះដើម្បីជួសជុលអង់តែនរ៉ាដាដោយដៃដែលអនុញ្ញាតឲ្យអង់គ្លេសដណ្ដើមយកគោលដៅរបស់ពួកគេមកវិញការវាយប្រហារដ៏សាហាវការបាញ់ចម្ងាយឆ្ងាយពីនាវា Duke of York បានទម្លុះគ្រឿងសឹករបស់នាវាអាល្លឺម៉ង់ហើយផ្ទុះនៅក្នុងបន្ទប់លើចំហាយដែលកាត់បន្ថយល្បឿនរបស់វាយ៉ាងខ្លាំងដល់22 knots ដែលធ្វើឲ្យវាងាយរងគ្រោះដោយមីស៊ីល torpedo ការវាយប្រហារដោយមីស៊ីល torpedo ឡោមព័ទ្ធដោយនាវាពិឃាតអង់គ្លេសនាវា Scharnhorst ត្រូវបានវាយប្រហារដោយមីស៊ីល torpedo ច្រើនទោះបីជាមានការខូចខាតក៏ដោយក្រុមនាវិកអាល្លឺម៉ង់នៅតែបន្តបាញ់អាវុធបន្ទាប់បន្សំរបស់ពួកគេរហូតដល់នាវាចាប់ផ្ដើមចុះខ្សោយយ៉ាងខ្លាំងផលវិបាកនាវា Scharnhorst នៅទីបំផុតបានក្រឡាប់និងលិចដោយផ្នែកខាងក្រោយក្នុងចំណោមមនុស្ស968នាក់នៅលើនាវាមានតែ36នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតឧត្តមនាវីឯក Bey មិនបាននៅក្នុងចំណោមពួកគេទេក្រោយមកឧត្តមនាវីឯក Fraser បានសរសើរភាពក្លាហានរបស់ក្រុមនាវិកអាល្លឺម៉ង់ដោយកត់សម្គាល់ថាពួកគេបានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងកម្លាំងដ៏ខ្លាំងជាង